នេះមុនពគាថានេះណាមុនពគាថានេះអានថានិតិសេតោនឹងតែប៉ុណ្ណឹងទេបងប្អូនហ្នឹងហើយគេថានេះយើងស្ដោះពឹសព្រាយភ្លើងហ្នឹងសូត្រ7ចប់ហើយយើងស្រោចទឹកក៏បានដែរនឹងយើងហើយបល័យគេថានឹងនិតិសេតោហើយខ្លាំងណាគេថានឹងធ្លាប់ប្រើហើយសំបីតែលោកគ្រូផ្ទាល់ក៏ប្រើដែរហ្នឹងហើយពេញស្ដោះអីបានជោគជ័យបានជាច្រើនគ្នាមកហើយច្រើនអ្នកណាហើយមុនគេថាទី2ស្ដោះរើមនិតិសមាអរហង្គហ្នឹងហើយគ្រប់មុខប្រភេទរើមគ្រប់មុខហ្នឹងហើយរើមព្រាយស្ដោះដាក់រើមអីលមាស់អីយើងនិយាយទៅបើមានអ្នកណាបងប្អូនណាឈឺអីយើងអាចស្ដោះទៅគឺជាដាច់ហើយពួកអីគេថាហ្នឹងប្រើមានប្រសិទ្ធភាពហើយយើងបានចង់ចែកម្លែកបងប្អូនហើយនេះអានថានិសិតិយិតិអរហង្គតិហ្នឹងហើយមុនគេថាស្ដោះពឹសទាំងពួងហ្នឹងហើយប្រើស្ដោះនឹងស្លឹកមលូ7ចប់ស្ដោះចំក្តារកាយ៉ាវក្បាលចុះក្រោមរហូតដល់ចុងជើងហ្នឹងហើយនឹងចឹងគឺមេតាំងពីលើមកហ្នឹងគឺមេស្ដោះពឹសហ្នឹងហើយគេថានេះចេញពីខាងក្នុងផ្លូវក្នុង